ជប៉ុនបានក៏ហៅប្រេសិតពិសេសរបស់ចិនប្រចាំទីក្រុងតូក្យូជំវិញការតម្រង់រ៉ាដាមីស៊ីលមកលើ F-15 នៅថ្ងៃទី6ធ្នូរហូតបានក្លាយជាការជជែកតវ៉ាគ្នាដល់បែកពពុះមាត់ផ្អែកតាម Reuters កាលពីថ្ងៃទី8ធ្នូបានរៀបរាប់ថាលោកវូជាងហៅធ្វើការឆ្លើយតបដែលមានលក្ខណៈការពារខ្លួននិងចោទប្រកាន់ត្រឡប់ទៅជប៉ុនវិញថាសកម្មភាពហោះហើររបស់យន្តហោះជប៉ុននៅតំបន់ជុំវិញកោះ Senkaku គឺជាសកម្មភាពបង្កហេតុនិងរំលោភលើអធិបតេយ្យភាពរបស់ចិនបន្ថែមពីនេះប្រេសិតចិនបានប្រមានដល់រដ្ឋាភិបាលជប៉ុនឲ្យបញ្ឈប់ការល្បាតតាមផ្លូវអាកាសនៅតំបន់ដែលចិនទាមទារអធិបតេយ្យភាពដើម្បីជៀសវាងការប៉ះទង្គិចនាពេលអនាគតទៅវិញយន្តហោះជប៉ុនទេដែលជាអ្នកបង្កហេតុចិនអះអាងថាយន្តហោះជប៉ុនចូលទៅជិតដែនអាកាសចិនខ្លាំងពេកដែលស្ថិតនៅក្នុងតំបន់ប្រតិបត្តិការរបស់ចិនដែលបង្ខំឲ្យយន្តហោះចិនត្រូវការពារខ្លួនចិនតែងតែអះអាងថាសកម្មភាពរបស់ខ្លួនគឺស្របច្បាប់និងមានលក្ខណៈវិជ្ជាជីវៈដំណើរគ្នានេះផ្អែកតាមកាសែត Japan Times កាលពីថ្ងៃទី8ធ្នូបានឆ្លើយតបវិញដោយបានច្រានចោលទាំងស្រុងនៅការអះអាងរបស់ចិនដែលថាយន្តហោះជប៉ុនបានចូលទៅជិតឬបានធ្វើសកម្មភាពបង្កហេតុជប៉ុនបានអះអាងថាយន្តហោះជប៉ុនកំពុងបំពេញប្រតិបត្តិការល្បាតតាមដែនអាកាសធម្មតានិងស្របតាមច្បាប់អន្តរជាតិថាខ្លួនមានភស្តុតាងរ៉ាដាច្បាស់លាស់បង្ហាញពីការប្រើប្រាស់រ៉ាដាគ្រប់គ្រងការបាញ់របស់យន្តហោះចិនដែលជាសញ្ញានៃចេតនាវាយប្រហារហើយនេះមិនមែនជាការស្វែងរកឬការល្បាតធម្មតាឡើយទន្ទឹមនឹងនេះជប៉ុនបានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈថាសកម្មភាពរបស់ចិនគឺជាសកម្មភាពបង្កហេតុដ៏គ្រោះថ្នាក់ដែលអាចនាំឲ្យមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធដោយអចេតនាដោយជប៉ុនបានទាមទារឲ្យចិនទទួលស្គាល់កំហុសរបស់ខ្លួននិងបញ្ឈប់រាល់សកម្មភាពគំរាមកំហែងបែបនេះជាបន្ទាន់ភ្លាមក្រោយឧបទ្ទវហេតុនេះជប៉ុនបានធ្វើការសម្របសម្រួលជាមួយសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួនហើយសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍ដែលគាំទ្រជំហររបស់ជប៉ុននិងថ្កោលទោសកម្មភាពបង្កហេតុនៅសមុទ្រចិនខាងកើតដោយឡែកអ្នកនាំពាក្យកងទ័ពជើងទឹកចិនលោកវ៉ាងឈីមេងបានបដិសេធការអះអាងទាំងនេះរបស់ជប៉ុនខាងលើដោយអះអាងថាយន្តហោះចម្បាំងជប៉ុនទេដែលបានឈ្លានពានលើការវឹកហាត់នៅលើនាវាផ្ទុកយន្តហោះឡៃនេះដែលបានប្រកាសរំខានកងកម្លាំងនិងរំខានសុវត្ថិភាពដោយបង្ហាញភាពត្រឹមត្រូវចំពោះរ៉ាដាសម្រាប់តែការស្វែងរកប៉ុណ្ណោះទោះបីជាយ៉ាងណាលោកស្រីសាណៃតាកៃឈីបានហៅទង្វើទាំងនេះគួរឲ្យសោកស្ដាយយ៉ាងខ្លាំងដែលភ្ជាប់ទៅនឹងទំនាក់ទំនងដែលបែកបាក់ពីការកត់សម្គាល់របស់លោកស្រីអំពីបញ្ហាចំនួនតៃវ៉ាន់និងការផ្លាស់ប្ដូរលិខិតរបស់អង្គការសហប្រជាជាតិជាបន្តបន្ទាប់ទីក្រុងប៉េកាំងបានទាមទារឲ្យប្រទេសជប៉ុនបញ្ឈប់ការបង្កាច់បង្ខូចនិងទប់ស្កាត់សកម្មភាពដោយគ្មានសញ្ញាថយចុះភាពតានតឹងខណៈដែលចំនួនកាន់តែធ្ងន់ធ្ងរឡើងជំនាញផលិតមាតិកាចម្រុះដែលមិនអាចមើលរំលងវគ្គពិសេសសម្រាប់ប្រិយមិត្តដែលស្រឡាញ់និងចូលចិត្តបង្ហាញចំណាប់អារម្មណ៍លើបណ្ដាញសង្គមដោយចាប់ផ្ដើមចេញពីថ្ងៃនេះតទៅជាមួយកញ្ចប់តម្លៃពិសេសប្រិយមិត្តនឹងទទួលបានការបង្កើតខ្លឹមសារដ៏សំខាន់មួយជារបស់ខ្លួន